មានបងប្អូនជាច្រើនដែលជាពិសេសខាងអូនស្រីពីចាំងគាត់រៀនផ្នែកគណនេយ្យឥឡូវមកមើលពីជំនាញនៃខាងគណនេយ្យពេលដែលយើងរៀនរួចយើងអាចអភិវឌ្ឍខ្លួនឯងរកចំណូលបានប្រាក់ខែខ្ពស់យើងគួរតែរៀនតាមរបៀបនេះទី1យើងត្រូវសិក្សាពីមូលដ្ឋានគ្រឹះរបស់គណនេយ្យដែលយើងដឹងស្រាប់ហើយសមីការគណនេយ្យមាន asset ស្មើ liability បូក equity ហើយយើងត្រូវយល់ដឹងពីអីគេ debit និង credit រៀនអំពី journal entry សមីការledger trial balance finance statement income statement balance sheet cash flow statement នេះគឺជាមូលដ្ឋានគ្រឹះរបស់គណនេយ្យដែលយើងត្រូវយល់ដឹងដើម្បីយើងកត់ត្រាហើយនឹងយល់ពីមូលដ្ឋានគ្រឹះច្បាស់លាស់មុននឹងចាប់ផ្ដើមទៅដល់ជំនាញគណនេយ្យយើងខ្លាំងពូកែហើយអ្វីដែលសំខាន់ជាងគេនោះគឺយើងត្រូវរៀន Microsoft Excel វាគឺជាកម្មវិធីមួយដែលសំខាន់ណាស់សម្រាប់ផ្នែកគណនេយ្យអញ្ចឹងគណនេយ្យភាគច្រើនគឺតែងតែប្រើ Excel អញ្ចឹងសម្រាប់ Excel យើងត្រូវចេះរូបមន្ត sum if count if VLOOKUP XLOOKUP pivot table condition formatting data validation អញ្ចឹងសម្រាប់ចេះប៉ុណ្ណឹងគឺយើងអាចធ្វើបានហើយជាពិសេសបើសិនជាអាចយើងគួរតែរៀនទៅលើ Advanced Excel មួយទៀតហើយចំណុចទី3គឺពន្ធដារដោយសារឃើញថាពីច្រើនបងអូនដែលគាត់រៀនគណនេយ្យផ្នែកពន្ធអីគាត់អត់សូវចេះអញ្ចឹងសម្រាប់ផ្នែកពន្ធយើងគួរតែមានចំណេះដឹង knowledge នឹងមួយទៀតទៅវាកាន់តែល្អហើយផ្នែកពន្ធហ្នឹងគឺយើងរៀនអំពី VAT យើងរៀនអំពី withholding tax salary tax tax declaration ហើយនិង tax complaint ចំណុចទី4 software ដែលយើងប្រើសម្រាប់ការងារ accounting ជាទូទៅឃើញគេប្រើ QuickBook ហើយ Xero នេះក៏អត់សូវមានអ្នកប្រើដែរ Stack 50 SAP ហើយនិង Odoo ចំណុចលេខ5គឺ financial analysis ជំនាញនេះគឺសំខាន់ជាងគេហើយវាគឺជាកម្រិត advanced សម្រាប់ផ្នែក accounting ផងដែរហើយនៅពេលដែលយើងចង់រៀន finance analysis នេះគឺយើងត្រូវរៀនអំពី budget planning cost analysis financial KPI analysis business performance analysis ជំនាញនេះអាចនាំទៅកាន់តួនាទី finance manager ឬ CFO ផែនការដែលយើងអាចរកចំណូលបានច្រើនពីការងារគណនេយ្យនេះទី1យើងត្រូវកំណត់ពេលសិក្សាជាងយើងសិក្សាកម្រិតទី1ពីចាប់ផ្ដើមពី2ឆ្នាំឡើងទៅយើងត្រូវធ្វើការទៅលើ accounting assistant ដើម្បីយកបទពិសោធន៍ការងារបន្ទាប់មកយើងត្រូវធ្វើ account payable account receivable officer បន្ទាប់មកយើងត្រូវខ្លាយទៅជា junior accountant អញ្ចឹងប្រាក់ខែយើងប្រហែលចាប់ពី250ទៅដល់600ហើយសម្រាប់កម្រិតទី2យើងអាចធ្វើការឬក៏មានបទពិសោធន៍លើផ្នែក accounting ហ្នឹងចាប់ពី2ឆ្នាំទៅ5ឆ្នាំឡើងទៅអញ្ចឹងយើងខ្លាយទៅជា accountant បន្ទាប់មកខ្លាយទៅជា senior accountant បន្ទាប់មកខ្លាយទៅជា tax officer អញ្ចឹងប្រាក់ខែរបស់យើងអាចឡើងពី600ទៅ1000បានហើយផែនការដែលយើងអាចរកចំណូលបានច្រើនមួយទៀតគឺកម្រិតពី5ឆ្នាំឡើងទៅគឺជា Chief Accountant Financial Manager Financial Controller ប្រាក់ខែប្រហែល1500ទៅ400ពីច្រើននៅស្រុកខ្មែរមិនសូវមានទេជាពិសេសនៅតាមខេត្តណាបើនៅ
ភ្នំពេញអាចសបោច្រើនជឿជាក់យ៉ាងហើយសម្រាប់កម្រិតខ្ពស់មួយទៀតគឺ CPA Certified Public Accountant ហើយនិង ACCA International Accounting Qualification ឬជាអ្នក ACCA ឬ CPA ហ្នឹងមានបទពិសោធន៍ល្អអាចរកចំណូលបានពី3000ទៅ10000ក្នុងមួយខែអាស្រ័យលើក្រុមហ៊ុននិងប្រទេសយើងដែរហើយ plan 6ខែដែលអ្នកអាចចាប់ផ្ដើមបានបងប្អូនដែលស្រឡាញ់អាចធ្វើ plan នេះបានធ្វើតាម plan នេះបានខែទី1អ្នកគួរតែរៀនអំពី accounting basic ដែលដូច slide ដំបូងគេមានអីគេខ្លះហ្នឹងហើយទី2យើងត្រូវមានចំណេះដឹងការកត់ត្រាទៅលើ debit និង credit មែនតើព្រោះអីបើសិនជាយើងកត់ត្រាខុសក៏វាវែងតាមនឹងដែរហើយសម្រាប់ខែទី2ខែបន្ទាប់យើងត្រូវរៀនអំពី journal ហើយនិង ledger ហើយនិង trail balance ហ្នឹងវាពាក់ព័ន្ធមួយការចោះ credit និង debit ហ្នឹងហើយគឺយើងត្រូវចេះមើលរបាយការណ៍សមតុល្យហ្នឹងហើយសម្រាប់ខែទី3គឺ financial statement ខែទី4យើងផ្ដោតទៅលើ Excel for accounting ហើយខែទី5យើងត្រូវតែសិក្សាបន្ថែមទៅលើ tax ហើយនិង payroll ខែ6យើងត្រូវចេះប្រើ tool ទៅលើ QuickBook ហើយនិង Odoo ហើយជាពិសេសគឺអនុវត្តទៅលើការងារជាក់ស្ដែងពេលខ្លះខែទី1ខែទី2ខែទី3ទី4ហ្នឹងវាចេះមកស្រាប់ហើយដោយសារអីយើងបានអនុវត្តជាក់ស្ដែងអញ្ចឹងកាលណាយើងបានអនុវត្តជាក់ស្ដែងគឺវាចេះតាមហ្នឹងអញ្ចឹងសម្រាប់ការងារគណនេយ្យមានតែប៉ុណ្ណឹងបើសិនបងអូនដែលស្រឡាញ់ការងារនេះយើងត្រូវតែព្យាយាមរៀនអញ្ចឹងរៀនហើយអនុវត្តជាពិសេសគឺយើងអាចទៅ volunteer តាមស្ថាប័នផ្សេងៗទើបយើងឆាប់យល់ដឹងពីចំណេះហ្នឹងដឹងលឿនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបាយ